តោះប្រិមិត្តរបស់ All2New ឥឡូវងាកមកមើលតើប្រទេសណាខ្លះជាម្ចាស់ចំការមាសបៃតងប្រេងអូលីវក្នុងពិភពនៃសុខភាពនិងអាហារូបត្ថម្ភប្រេងអូលីវត្រូវបានគេប្រដូចទៅនឹងមាសរាវដែលមានតម្លៃមហាសាលតើអ្នកដឹងទេថាតើប្រទេសណាខ្លះដែលកំពុងឈរនៅលំដាប់កំពូលក្នុងការផ្គត់ផ្គង់ប្រេងដ៏មានតម្លៃនេះទៅកាន់ពិភពលោកចាប់ផ្ដើមជាមួយចំណាត់ថ្នាក់ទី5គឺប្រទេសទូនីស៊ីដែលជាអ្នកផលិតប្រេងអូលីវដ៏ធំបំផុតមួយនៅក្រៅតំបន់អឺរ៉ុបប្រេងអូលីវរបស់ប្រទេសនេះល្បីល្បាញខ្លាំងដោយសារគុណភាពខ្ពស់ដែលក្នុងនោះចំណែកដ៏ធំនៃផលិតផលសរុបត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិក្នុងមួយឆ្នាំទូនីស៊ីផលិតប្រេងអូលីវបានប្រមាណជាង200,000តោនបន្តមកកាន់ចំណាត់ថ្នាក់ទី4គឺប្រទេសក្រិចដែលល្បីល្បាញបំផុតខាងផលិតប្រេងអូលីវប្រភេទ Ultra Virgin សម្រាប់ប្រជាជនក្រីក្រប្រេងអូលីវមិនមែនត្រឹមតែជាគ្រឿងផ្សំប៉ុណ្ណោះទេប៉ុន្តែវាគឺជាគ្រឹះនៃវប្បធម៌អាហារនិងជីវភាពរស់នៅប្រចាំថ្ងៃទៅហើយដោយការផលិតប្រចាំឆ្នាំមានចំនួនប្រហែលជាង250,000តោនសម្រាប់ចំណាត់ថ្នាក់ទី3បានទៅលើប្រទេសអ៊ីតាលីបើទោះបីជាបរិមាណផលិតមិនមែនជាតួលេខប៉ុន្តែអ៊ីតាលីមានកេរ្តិ៍ឈ្មោះល្បីល្បាញពីពេញសកលលោកតាមរយៈម៉ាកយីហោលំដាប់ខ្ពស់គុណភាពដ៏វិសេសវិសាលនិងជម្រើសដ៏សម្បូរបែបនៃប្រភេទប្រេងអូលីវដែលផលិតបានប្រមាណជាង350,000តោនក្នុងមួយឆ្នាំងាកមកមើលចំណាត់ថ្នាក់ទី2គឺប្រទេសទូគីផលិតកម្មរបស់ប្រទេសនេះកំពុងមានសន្ទុះកើនឡើងជាលំដាប់តាមរយៈការពង្រីកផ្ទៃដីដាំដុះដើមឈើអូលីវយ៉ាងសន្ធឹកសន្ធាប់ដែលធ្វើឲ្យទូគីក្លាយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ទីផ្សារក្នុងតំបន់និងពិភពលោកដោយផលិតបានជិត450,000តោនជាប្រចាំឆ្នាំហើយចុងក្រោយបង្អស់ចំណាត់ថ្នាក់លេខ1ដែលជាមហាអំណាចត្រួតត្រាទីផ្សារប្រេងអូលីវពិភពលោកដោយគ្មានគូប្រៀបគឺប្រទេសអេស្ប៉ាញបានបង្ហាញឥទ្ធិពលយ៉ាងខ្លាំងក្លាដោយនាំមុខដាច់ឆ្ងាយពីគេជាមួយបរិមាណផលិតកម្មប៉ាន់ស្មានរហូតដល់ទៅជាង1,300,000តោនក្នុងមួយឆ្នាំតើអ្នកបានរំពឹងទុកមុនទេថាប្រទេសអេស្ប៉ាញនឹងក្លាយជាម្ចាស់ជើងឯកក្នុងបញ្ជីនេះសូមបងប្អូនមេត្តាជួយ like comment និង share ដើម្បីទទួលបានចំណេះដឹងទូទៅពី All2New